ការខ្ញុំមកកូរ៉េដំបូងគឺប៉ះរោងចក្រខាងដេររោងចក្រដេរពូកដេរខ្នើយដេរវាំងននដេរអីហ្នឹងហើយក្នុងចំណោម3នាក់គ្នាខ្ញុំហ្នឹងគឺមានបងស្រីម្នាក់ដែលគាត់ធ្លាប់ធ្វើការនៅរោងចក្រនៅស្រុកខ្មែរគាត់ធ្លាប់កាន់ម៉ាស៊ីនដេរគាត់ធ្លាប់ដេរបើម្នាក់ទៀតគាត់ទៅរៀនចប់ថ្នាក់ទី12និយាយរួមទៅពីរអ្នកខ្ញុំគឺអត់ចេះដូចគ្នាហើយមានតែបងស្រីម្នាក់ទេដែលគាត់ចេះហ្នឹងណាមួយទៅខ្ញុំសម្រាប់ខ្ញុំវិញខ្ញុំយំរាល់ថ្ងៃណាក៏យំដែរទៅដំបូងហ្នឹងគេប្រើអីក៏អត់ចេះគេនិយាយក៏ស្ដាប់អត់បានគេឲ្យកាន់ម៉ាស៊ីនក៏អត់និយាយរួមទៅអត់ចេះញ៉ៃញ័របាយលាយទឹកភ្នែករាល់ថ្ងៃឲ្យតែម៉ោងសម្រាកគឺរត់ទៅបន្ទប់ទឹកហើយទៅលួចយំភ័យខ្លាចគេអត់ឲ្យធ្វើការខ្លាចគេដេញឲ្យទៅខ្មែរវិញពួកយើងធ្វើអត់កើតបើបងស្រីដែលគាត់ធ្លាប់ចេះហើយគាត់មានអីគាត់ស្រួលទៅហើយណាហើយតែយើងទេអ្វីដែលពិបាកសំខាន់ហ្នឹងគឺយើងអត់តន់ចុះសម្រុងគ្នាយើងអត់ដែលស្គាល់គ្នាអត់តន់ចុះសម្រុងគ្នា